Ba groupជំរាបសួរបងដែលស្រឡាញ់ពេញចិត្តពេញនិយមក្នុងការបង្ហាត់បង្រៀនពូជកែ Bigen មកណោះបាទថ្ងៃនេះគឺយើងមានវីដេអូថ្មីតាក់ទងទៅនឹងសាលីដែលយើងបង្ហាត់បង្រៀនបានរយៈពេល3ពេលហើយនេះគឺជាពេលទី3ដោយថ្ងៃនេះយើងបង្ហាត់បានតែពេលល្ងាចទេពេលព្រឹកដោយសាររវល់អត់បានបង្ហាត់បង្រៀនទេអញ្ចឹងមានបងប្អូនយើងខមមិនឬក៏បងប្អូនខ្លះគាត់ឆាតមកសួរថាតើការបង្ហាត់បង្រៀនកូនឆ្កែធ្វើរបៀបម៉េចដើម្បីឲ្យកូនឆ្កែរបស់យើង stress ចំណីដេញតាមដៃអញ្ចឹងណាបងប្អូនតាក់ទងទៅនឹងឆ្កែដែលវា stress ចំណីវាមានមូលដ្ឋានផុសវា1 2 3អញ្ចឹងណាបងប្អូនឥឡូវខ្ញុំនឹងនិយាយប្រាប់បងប្អូនមួយប៉ុន្តែមុនខ្ញុំនិយាយខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនថានេះគឺជារបៀបរបបក្នុងការចិញ្ចឹមរបស់ខ្ញុំទេមិនមែនអត្តនោម័តថាំងបងប្អូនត្រូវតែធ្វើអញ្ចឹងមិនមែនទេបងប្អូនអ្វីគ្រប់យ៉ាងគឺខ្ញុំចែកម្លែកគឺជាទម្លាប់ដែលខ្ញុំធ្លាប់ធ្វើកន្លងមកអញ្ចឹងណាបងប្អូនដោយទម្លាប់របស់ខ្ញុំបាទគឺដើម្បីឲ្យឆ្កែ stress ចំណីគឺគេបង្រៀនវាពីទូចបងប្អូនដែលបងប្អូនអាសាឃើញវីដេអូរបស់ខ្ញុំនៅពេលដែលគេស៊ីចំណីខ្ញុំតែងតែគោះបាទគោះកណ្ដងគោះអ្វីដែលឮសូរសំឡេងហើយព្យាយាមមកគោះចានចំណីឲ្យគេដេញតាមចំណីអញ្ចឹងណាបងប្អូនហើយបងប្អូនឧស្សាហ៍លូកដៃកាន់ចំណីឲ្យឆ្កែរបស់យើងស៊ីចំណីនៅលើដៃហ្នឹងហើយកាលណាបងប្អូនមិនធ្វើទម្លាប់អញ្ចឹងទេឆ្កែខ្លះអត់ចេះតាមចំណីទេហើយពេលដែលចំណីនៅដៃអត់ដេញតាមស៊ីទេបងប្អូនបាទវិធីនេះគឺខ្ញុំតែងតែអនុវត្តជារឿយសម្រាប់កូនឆ្កែរបស់ខ្ញុំដើម្បីឲ្យពួកគេតាមចំណីតាមដៃប៉ុន្តែខ្ញុំមិនដឹងថាសម្រាប់បងផ្សេងទៀតមិនដឹងថាគាត់មានបទពិសោធន៍អីទៀតទេអ្វីដែលខ្ញុំនិយាយគឺជាបទពិសោធន៍ដែលយើងធ្លាប់ធ្វើកន្លងមកអញ្ចឹងណាបងប្អូនជារួមទៅដើម្បីឲ្យឆ្កែ stress ចំណីបងប្អូនត្រូវតែព្យាយាមមានន័យថាបដូរកន្លែងស៊ីចំណីពេលដែលវាស៊ីចំណីបងប្អូនឧស្សាហ៍បង្កើតសំឡេងរំខានឲ្យពួកគេមានន័យថាខាពីចំណីណាបងប្អូនមានន័យថាកំណាញ់ខ្លួនកំណាញ់ចានចំណីអញ្ចឹងណានៅពេលដែលបងប្អូនធ្វើរបៀបហ្នឹងគឺឆ្កែរបស់បងប្អូនវា stress ចំណីដែលយើងនិយាយថាវាចូលចិត្តស៊ីចំណីនៅតាមដៃមូលហេតុដែលធ្វើឲ្យវាចូលចិត្តស៊ីចំណីនៅតាមដៃហ្នឹងគឺដើម្បីអីដើម្បីឲ្យយើងងាយស្រួលបង្ហាត់ដោយសាលីអញ្ចឹងគឺខ្ញុំគិតថាសម្រាប់ខ្ញុំគឺខ្ញុំអាចបង្ហាត់បង្រៀនទៅមុខបានហើយដោយសារតែគេ stress ចំណីបាទឆ្កែដែល stress ចំណីប្រភេទនេះគឺយើងអាចបង្ហាត់បានបងប្អូនបាទមិនមែនបង្ហាត់យកទៅធ្វើការងារស្អីនោះទេគ្រាន់តែបង្ហាត់បានសម្រាប់ការស្ដាប់ប្រកបគេហៅថា obedient អីហ្នឹងបានអញ្ចឹងណាបងប្អូនសម្រាប់ឆ្កែនៅតាមផ្ទះគឺបងប្អូនមិនបាច់ចាំបង្ហាត់បង្រៀនអីឲ្យចេះច្រើនហិតក្លិនហិតអីនោះទេបងប្អូនត្រឹមតែអង្គុយក្រាបនិយាយអាចស្ដាប់គ្នាបានមិនលពឹសខុសរបៀបមិនធ្វើផលរំខានដល់យើងគឺបានហើយបងប្អូនបាទដើម្បីអីការបង្ហាត់ឆ្កែបើសម្រាប់ខ្ញុំចាត់ទុកថាជាការហាត់ប្រាណរបស់ខ្ញុំល្ងាចឡើងឬក៏ព្រលឹមឡើងដើម្បីអីមានន័យថាឆ្កែយើងក៏បានចេះយើងក៏បានបែកញើសដែរបងប្អូនបាទទាំងកាយវិការទាំងអីណាហើយការបង្ហាត់ឆ្កែបងប្អូនស្ទាយរៀងខ្លួនបងប្អូននិយាយរួមទៅយើងមិនអាចចាំថាឲ្យជាស្តង់ដាឬក៏ standard អីមិនទេបងប្អូនសំខាន់ឆ្កែរបស់បងប្អូនដែលយើងអាចនិយាយថាបជាខ្លួនឯងបានបាទយើងអត់ខ្វល់ពីអ្នកណាទេសំខាន់ឲ្យតែយើងជាម្ចាស់របស់វាហ្នឹងអាចគ្រប់គ្រងវាបានទៅយើងជោគជ័យក្នុងការចិញ្ចឹមហើយបងប្អូនកុំឲ្យទៅពេលដែលយើងជាម្ចាស់វាហើយពិបាកក្នុងការនិយាយស្ដាប់គ្នាអាហ្នឹងជាផលលំបាកមួយហើយអញ្ចឹងពីខ្ញុំទៅគឺខ្ញុំចែកម្លែកបានប៉ុណ្ណឹងសម្រាប់បងប្អូនដែលស្រឡាញ់ពេញចិត្តវីដេអូនេះសូមជួយ share បងប្អូនម្នាក់មួយបាទអញ្ចឹងខាងខ្ញុំបាទក៏មានសេវាកម្មទទួលបង្កាត់និងសេវាកម្មទទួលបង្រៀនកូនឆ្កែបាទហ្នឹងហើយនឹងមានសេវាកម្មកំម៉ង់កូនឆ្កែមកពីក្រៅក៏មានដែរអញ្ចឹងសម្រាប់បងប្អូនដែលមានបញ្ហាឬក៏ចង់ដឹងព័ត៌មានអីមិនទិញក៏បានដែរបងប្អូនអាចសួរនាំព័ត៌មានបានបាទខ្ញុំចេះប៉ុន្មានខ្ញុំឆ្លើយជូនបងប្អូនប៉ុណ្ណឹងបាទអរគុណច្រើន